វិជាបើមិនយកទៅប្រើប្រាស់គឺជាពឹសពុលភោជនទាំងឡាយដែលបរិភោគទៅហើយមិនរលួយជាពឹសពុលសភាទីប្រជុំរាំងកាសាលជាពឹសពុលសម្រាប់អ្នកក្រីក្រស្ត្រីក្រមុំជាពឹសពុលសម្រាប់មនុស្សចាស់ជរាជំរាបសួរប្រិយមិត្តរេដលីជាទីរាប់អានថ្ងៃនេះវិលត្រឡប់មកជួបខ្ញុំបាទសារជាថ្មីនៅអេពីសូតបន្តទៀតក្នុងការចែករំលែកប្រធានបទថ្ងៃនេះគឺចង់ផ្ដោតសំខាន់ទៅលើភាពពឹសពុលនៃរឿង4យ៉ាងធំដែលបងប្អូនទាំងអស់គ្នាបានស្ដាប់ពីខាងដើមតើហេតុអ្វីបានជារឿងទាំង4ខាងដើមវាគឺជាពឹសពុលដូច្នេះសូមពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ជើញស្ដាប់និងទស្សនាដូចតទៅចំណុចទី1លោកបានពោលថាវិជាបើមិនយកទៅប្រើប្រាស់គឺជាពឹសពុលវិជាយើងអាចនិយាយបានថាគឺជាចំណេះដឹងសិល្បៈជំនាញដែលយើងទទួលបានពីការសិក្សារៀនសូត្រហើយកាលណាបើយើងមិនយកទៅវាប្រើប្រាស់ទេវាជាពឹសពុលមានន័យថាយើងផ្លិចនៅចំណេះដឹងទាំងឡាយដែលយើងបានខំចំណាយពេលវេលាសិក្សាអស់រយៈពេលយ៉ាងយូរហើយมันបានចេញជាផ្លែផ្កាជាដុំកំពួនជាប្រយោជន៍សម្រាប់ខ្លួនឯងគ្រួសារសង្គមជាតិអីជាដើមអញ្ចឹងកាលណាបើយើងមាននៅចំណេះដឹងមាននៅអ្វីៗទាំងអស់ហើយយើងមិនបានផ្សាយឬមិនបានយកវាទៅប្រើប្រាស់នៅក្នុងសង្គមឬក្នុងជីវិតរបស់ខ្លួនឯងទេវាស្មើនឹងពឹសពាក្យថាពឹសវានឹងអាចសម្លាប់ខ្លួនយើងនៅថ្ងៃណាមួយនៅពេលដែលយើងមិនបានយកវាទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវនៅក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់យើងចំណុចទី2ភោជនដែលបរិភោគទៅហើយមិនរលួយជាពឹសពុលសម្រាប់ការបរិភោគអាហារផ្សេងៗអាហារមួយចំនួនដែលយើងហូបទៅហើយដែលវាមិនងាយរលាយឬក៏វាមិនរលាយនៅក្នុងក្រពះរបស់យើងវាជាពឹសពុលមានន័យថាវានឹងនាំទុក្ខទោសឲ្យយើងមាននៅរោគគាឬក៏ប្រែคล้ายទៅជាពុលអាហារដែលធ្វើឲ្យការរស់នៅរបស់យើងមិនបានល្អអញ្ចឹងអាហារទាំងឡាយមិនមែនឲ្យតែអាហារគឺសុទ្ធតែហូបទៅហើយនឹងនាំនៅប្រយោជន៍នាំនៅសារៈសំខាន់សម្រាប់ទ្រទ្រង់រាងកាយរបស់យើងទាំងមូលនោះទេដូច្នេះកាលណាបើយើងហូបរបស់មួយចំនួនដែលយើងហូបទៅហើយមិនបានត្រឹមត្រូវវាមិនរលាយនៅក្នុងក្រពះរបស់យើងទេវាគឺជាពឹសពុលនឹងនាំនៅទុក្ខទោសសម្រាប់ការរស់នៅក្នុងជីវិតប្រចាំថ្ងៃនៅក្នុងខ្លួនរបស់យើងពាក្យខ្មែរយើងមួយតែងពោលថាស្រឡាញ់ខ្លួនឲ្យស្ងួនចំណីបើស្រឡាញ់ស្រីឲ្យមើលត្រកូលចំណុចទី3សភាឬទីរង្គសាលឬក៏ទីប្រជុំនានាជាពឹសពុលសម្រាប់អ្នកក្រីក្រហេតុអ្វីបានជាការជួបប្រជុំឬក៏សភាឬក៏រង្គសាលនានាគឺជាពឹសពុលសម្រាប់អ្នកក្រីក្រព្រោះនៅពេលដែលអ្នកក្រីក្រពុំមានទ្រព្យសម្បត្តិធនធានគ្រប់គ្រាន់ទេគាត់ចូលទៅកាន់ទីនោះគឺគាត់បានខាតបង់ពេលវេលាសម្រាប់ខ្លួនគាត់ត្រូវចំណាយទ្រព្យសម្បត្តិផ្សេងៗទាំងអស់ដើម្បីចូលរួមជាមួយនឹងគេដើម្បីទទួលបាននូវការសប្បាយដូច្នេះពាក្យថាពឹសពុលត្រង់នេះវានឹងនាំឲ្យគាត់ជួបនៅបញ្ហាការចំណាយដែលពុំមានខ្ទង់ច្បាស់លាស់ចំណាយមិនត្រូវទៅតាមលក្ខខណ្ឌនៅក្នុងការរស់នៅក្នុងជីវិតចំណុចចុងក្រោយស្ត្រីក្រមុំជាពឹសពុលសម្រាប់មនុស្សចាស់ជរានៅក្នុងចំណុចនេះប្រហែលជាពុកម៉ែបងប្អូនទាំងអស់គ្នាធ្លាប់បានស្ដាប់នៅបរាភវសូត្រដែលព្រះសង្ឃលោកសូត្រនៅនាពេលរដូវភ្ជុំបិណ្ឌគឺលោកតែងតែពោលថាមនុស្សដែលមានវ័យចាស់ហួសពេកហើយមានតម្រេកយកស្រីក្រមុំជាគូកនគឺជាហេតុដែលនាំឲ្យវិនាសដូច្នេះនៅក្នុងអត្ថន័យនេះចង់ផ្ដោតសំខាន់ថាមនុស្សប្រុសដែលមានវ័យចាស់ហើយវ័យលើសហើយបែរជាយកនៅស្ត្រីក្រមុំធ្វើជាគូកនធ្វើជាគូកំណាន់នៅក្នុងជីវិតរបស់ខ្លួនគឺជាហេតុដែលនាំឲ្យគាត់កើតនៅពឹសនៅក្នុងជីវិតរបស់គាត់មានន័យថាគាត់នឹងត្រូវបាត់បង់នៅកេរ្តិ៍ឈ្មោះគុណតម្លៃរបស់ខ្លួនឯងនៅពេលឆ្លោះគ្នាស្ត្រីក្រមុំនៅមានសម្រស់ស្ត្រីក្រមុំអាចរកនៅដៃគូថ្មីបានប៉ុន្តែមនុស្សដែលចាស់ជរាទៅហើយมันអាចពួតគង់ចំណង់តណ្ហាมันអាចគត់គង់នៅតម្រូវការរបស់ក្មេងស្រីឬក៏ស្ត្រីជាក្រមុំដែលជាដៃគូជីវិតរបស់ខ្លួនឯងបានឡើយព្រោះហេតុថាមនុស្សរមែងមានជំរើសហើយមនុស្សកាន់តែស្អាតគឺជាទីប៉ុនប៉ងនៃមនុស្សផងទាំងពួងដូច្នេះបើសិនជាយើងជាមនុស្សចាស់ជរាយើងច្បាស់ជាពុំមានលទ្ធភាពពុំមានភាពក្លាហានពុំមានកម្លាំងពលំដើម្បីការពារនៅស្ត្រីក្រមុំដែលជាដៃគូកនកំណាន់ជីវិតរបស់យើងបានទេដូច្នេះនៅក្នុង4ចំណុចខ្ញុំបានយកមកបកស្រាយនៅថ្ងៃនេះខ្ញុំគិតថាវានឹងបានជាគំនិតមួយជាកន្លឹះមួយសម្រាប់ការចែករំលែកសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាបានជាគតិនិងបានជាចំណេះដឹងថាហេតុអ្វីបានជានៅក្នុងសភៅ
សរិហេតោប្រទេសរបស់ភិក្ខុបាងខាត់លោកបានពោលដូច្នេះហេតុអីបានជាយើងហៅថាវាជាពឹសពុលព្រោះពាក្យថាពឹសពុលវាមិនបាននាំនៅប្រយោជន៍វានាំមកនៅយទោសសម្រាប់ការរស់នៅក្នុងជីវិតរបស់យើងជាចុងក្រោយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានមតិឬមានការយល់ឃើញបែបណាសូមជួយខមមិននៅខាងក្រោមនៃវីដេអូរបស់ខ្ញុំផងសូមអរគុណសូមគោរពសូមជម្រាបលា